កឧត្តមអភិសន្តិបណ្ឌិត ស សុខាដើមឈើមានសារៈសំខាន់ណាស់ដើម្បីបន្សុទ្ធខ្យល់និងការពារគ្រោះធម្មជាតិថ្ងៃទី22 ខែតុលាឆ្នាំ 2025 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងមានប្រសាសន៍ថាដើមឈើមានសារៈសំខាន់ណាស់ជួយស្រូបយកឧស្ម័នពុលនិងផ្ដល់ខ្យល់អាកាសបរិសុទ្ធនិងរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការកាត់បន្ថយកម្ដៅការពារប្រព័ន្ធអេកូឡូស៊ីលើកកម្ពស់សោភ័ណភាពតំបន់សាធារណៈនិងទាក់ទាញភ្ញៀវទេសចរឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍លើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិតអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវានៅទួលព័ន្ធតាឡីបឹងស្នេហ៍ស្ថិតក្នុងឃុំធាយស្រុកបាភ្នំខេត្តព្រៃវែងឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍បន្តថាដើមឈើផលិតអុកស៊ីសែនដែលចាំបាច់សម្រាប់ការដកដង្ហើមរបស់មនុស្សនិងសត្វហើយស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតដែលជាឧស្ម័នផ្ទះកញ្ចក់ជួយកាត់បន្ថយការឡើងកម្ដៅផែនដីនិងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងជាជម្រកដ៏សំខាន់សម្រាប់សត្វគ្រប់ប្រភេទដើមឈើផ្ដល់ម្លប់និងធ្វើឲ្យបរិយាកាសត្រជាក់តាមរយៈដំណើរការហួតទឹកដែលអាចជួយបន្ថយសីតុណ្ហភាពនៅតាមទីក្រុងនិងជុំវិញផ្ទះដើមឈើជួយច្រោះយកធូលីនិងសារធាតុពុលផ្សេងៗពីខ្យល់ដូចជាឧស្ម័នអ៊ីត្រាតអុកស៊ីតនិងស្វ័នធ័រឌីអុកស៊ីតជាដើមឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍អំពាវនាវដល់អាជ្ញាធរខេត្តនិងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តចូលរួមដាំនិងថែរក្សាកូនឈើដែលបានដាំឲ្យបានរស់រានមានជីវិតជំរុញឲ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីទូនាទីរបស់ដើមឈើចំពោះជីវិតមនុស្សនិងសត្វសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមសហការគ្នារវាងស្ថាប័នពាក់ព័ន្ធនិងសហគមន៍ដើម្បីធានាបាននូវភាពជោគជ័យនៃការងារអភិរក្សលោកអុកសំណាងប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថាជារៀងរាល់ឆ្នាំខេត្តព្រៃវែងតែងតែបានធ្វើការដាំដុះដើមឈើជាក់ស្ដែងនៅលើដីទំនេរសាធារណៈតាមវត្តអារាមសាលារៀននិងដាំក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវាជារៀងរាល់ឆ្នាំនិងបានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទសម្រាប់ធ្វើការចែកចាយជូនប្រជាពលរដ្ឋព្រះសង្ឃនិងស្ថាប័នផ្សេងៗទៀតនិងដាំក្នុងពិធីសម្ពោធសមិទ្ធផលនានាជារៀងរាល់ឆ្នាំនៅក្នុងឆ្នាំ2025នេះគណៈរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបណ្ដុះកូនឈើចម្រុះបានចំនួន 15,945 ដើមមានក្រញូងបេងនាងនួនធ្នង់កគីឈើទាកកនិងប្រភេទឈើហូបផ្លែជាដើមលាក់និងលាក់ទន្ទឹមនឹងនេះបានចែកចាយកូនឈើនៅតាមបណ្ដាវត្តអារាមសាលារៀនមន្ទីរអង្គភាពជុំវិញខេត្តប្រជាពលរដ្ឋនិងដាំក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ថ្នាក់ដឹកនាំមានចំនួនសរុប 2,203 ដើមក្នុងឱកាសអបអរសាទរបុណ្យរុក្ខទិវា 9 កក្កដាឆ្នាំនេះដោយមានការណែនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសួនសមាលិនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងមានកិច្ចសហការយ៉ាងជិតស្និទ្ធពីលោកអភិបាលនៃគណៈអភិបាលស្រុកបាភ្នំសហគមន៍ទូព័ន្ធតាឡីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងបានរៀបចំទីតាំងនៅបរិវេណទួលព័ន្ធតាឡីបឹងស្នេហ៍ស្ថិតនៅភូមិតបស្ដេចឃុំធាយស្រុកបាភ្នំខេត្តព្រៃវែងដើម្បីប្រារព្ធពិធីដាំដើមឈើចម្រុះប្រមាណជាង 2,000 ដើមនិងមានកូនឈើចម្រុះប្រមាណ 1,500 ដើមសម្រាប់ដាំជួសបន្តនិងប្រគេនព្រះសង្ឃនិងចែកជូនលោកគ្រូអ្នកគ្រូបងប្អូនប្រជាពលរដ្ឋយកទៅដាំនៅតាមវត្តអារាមសាលារៀននិងតាមលំនៅឋានដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយទន្ទឹមនឹងនេះគណៈរដ្ឋបាលព្រៃឈើបានធ្វើការដាំដើមឈើនិងចែកចាយកូនឈើតាមវត្តអារាមសាលារៀនតាមផ្លូវសាធារណៈនិងតាមបណ្ដាស្រុកមួយចំនួនទៀតក្នុងខេត្តផងដែរទឹកយ៉ាងអារម្មណ៍ដើមវិញងាប់ទឹកជើបាទគាត់ទៅជើกันអូយាយសិដាក់ចាំឡងកាសបាត់ហ្នឹងនិយាយថានេះមកមក